អូខ្ញុំមកនិយាយទីអ្នកគ្នាដែលសាំងត្រង់ចិត្តអត់បានខ្ញុំវាហួសចិត្តពេកនិយាយទៅយើងមិនអ្នកគ្នាបានទស្សនៈហើយតែដល់ជាមួយនឹងរឿងសម្បត្តិអត់បានភាគទី24គឺម្នាក់កំពុងតែឆ្លងខ្លាំងមែនតើថាមិនទូអង្គខ្ញុំល្ងងម៉ែដូចជាទេវីដូចជាលីតាអីចឹងមិនខកដឹងការពិតអញ្ចឹងអ្នកគ្នាចាអ្នកគ្នាដឹងអត់ខ្ញុំទៅត្រង់ចិត្តអត់បានពេកឥឡូវនេះខ្ញុំព្រីនរូបចេញមកតែម្ដងព្រីនខមមិនអ្នកគ្នាអ្នកគ្នាឃើញរឿងហ្នឹងអត់ព្រោះហ្នឹងទូខ្លាំងមែនតើអ្នកគ្នានេះអូយតែអ្នកខមមិនណាអ្នកគ្នានិយាយទៅសិតតែ fan របស់ម្នាក់ប្រធីមសម្រាប់ខ្ញុំក៏ fan ដែរគឺខ្ញុំតាមដានខ្លាំងមែនតើនិយាយទៅអ្នកគ្នាសម្រាប់ឈុតហ្នឹងគឺម្នាក់គឺខំទៅកាន់ទេវីខ្លាំងមែនតើថាទេវីដឹងការប៉ັດតែថាបងវ៉ាន់គឺជាអ្នកធ្វើបាបទៅកាន់ប្រពន្ធរបស់គាត់ថាអីបានជាអត់យកទូរស័ព្ទព្រោះមនុស្សយើងសម័យហ្នឹងគឺសម័យ digital តើអ្នកគ្នាអញ្ចឹងយើងអាចមានទូរស័ព្ទថតអីចឹងដើម្បីជាផតតាំងអញ្ចឹងទៅតែអីបានជាទេវីហ្នឹងអត់យកទូរស័ព្ទមកតាមខ្លួនអ្នកគ្នានិយាយទៅអ្នកគ្នាគាត់ថានៅពេលដែលយើងជួបរឿងខាត់ការអញ្ចឹងគឺយើងភ័យខ្លាំងមែនតើអត់មាននឹកនារឿងអញ្ចឹងណាអ្នកគ្នាគឺភ្លឹកអីចឹងប៉ុន្តែអ្នកគ្នាខ្ញុំចង់និយាយថាជាសម្រាប់ខ្ញុំហ្នឹងណាអ្នកគ្នាទាញមើលថាតើនៅក្នុងភាគទី25បងបារាគាត់នឹងរួចខ្លួនអត់តើទេវីនឹងជួយគាត់កន្លែងអត់អ្នកគ្នាគឺពេលហ្នឹងអ្នកគ្នាឃើញនេះគឺទេវីបានលបមើលឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងហើយអញ្ចឹងតើនៅពេលដែលទេវីឃើញរូបភាពទាំងអស់ហ្នឹងនៅពេលដែលបងប្អូនចាក់ចេញពីប្រព័ន្ធគាត់ហើយតើទេវីនឹងជួយគាត់បានអត់អ្នកគ្នាបើតាមវិបល់ខ្ញុំគិតថាបងបារាបច្ចុប្បន្នរួមអ្នកគ្នាព្រោះពេលហ្នឹងគឺខនតាប្រហែលគាត់ឃើញអត្តភាពហ្នឹងគាត់បានដើរចេញទៅគាត់បានខ្វល់ថាប្រពន្ធគាត់ហ្នឹងនៅមានជីវិតដូចយ៉ាងណាទេអ្នកគ្នានិយាយទៅសំណួរវិញនេះគឺខ្ញុំចង់សួរអ្នកគ្នាគ្នាថាតើជីវិតគាត់នឹងទៅជាយ៉ាងណាតែអ្នកគ្នាខ្ញុំហួសចិត្តណានិយាយទៅមាន fan ដូចច្រើនគាត់ហួសចិត្តជាមួយលីតាសួរថាគាត់ណាមកលីតានឹងដឹងការពិតនិយាយទៅនេះហើយប៉ូលីសនឹងកំពុងតែតាមដានមែនតើតាមដានរកជនពិតប្រកបដែលធ្វើបាបទៅកាន់អ្នកភូមិឬក៏ធ្វើបាបទៅកាន់លីតាឬក៏បងម៉ារ៉ានេះគឺជាអ្នកដើរតួធ្វើមុខស្លូតអីចឹងអ្នកគ្នានេះគឺជាទស្សនវិជ្ជាបងបារាយកដឹងអ្នកគ្នាខ្ញុំទៅទស្សនាទាំងអស់គ្នាតាមរយៈ channel YouTube ផ្លូវការរបស់បរិបទធៀមឬក៏ page ផ្លូវការរបស់បរិបទធៀមគឺចាក់បញ្ចាំងយកដឹងអ្នកគ្នារឿងសម្បត្តិអត់បានភាគទី25ប៉ុន្តែខ្ញុំតែឲ្យអ្នកគ្នាយកដឹងគឺប្រកាសជាអត់ចេញខ្ញុំតែឲ្យហ្មងហើយបើអត់ចេញទៅយើងទៅ comment ទាំងអស់គ្នាអ្នកគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំមានប្រតិកម្មខ្ញុំហួសចិត្តពេកហើយអ្នកគ្នាចាំនិយាយថាជាទៅមាន fan ជាច្រើនគាត់ comment ណា comment នៅក្នុងបរិបទធៀមថាជាគាត់ចង់ដូរតួលីតាចេញដាក់ទូគាត់ចូលម្ដងដោយសារគាត់ខឹងលីតាពេកអ្នកគ្នាបើជាខ្ញុំមិនក៏ខ្ញុំចង់ធ្វើអញ្ចឹងដែរអ្នកគ្នាខ្ញុំចង់ឲ្យតួលីតាចេញទៅខ្ញុំចូលទៅជំនុំវិញលក្ខណៈថាទៅសម្ដែងសំចិនហ្នឹងអញ្ចឹងណាអ្នកគ្នាកុំរបៀបនៅ slow អញ្ចឹងអ្នកគ្នាវីដេអូនេះមានប៉ុណ្ណឹងអ្នកគ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ